សាធុវោអស់លោកអ្នកសាទសពរស់ទាំងឡាយសូមអនុមោទនាស្ដាប់ពុទ្ធទំនីសោលក្ខនិមិត្តប្រមូលចងក្រងរៀបរៀងដោយសម្ដេចព្រះពោធិវង្សនុនង៉ែតនិងធុនហិននៅក្នុងសង្គមខ្មែរយើងអ្នកណាក៏តែងតែនិយាយអំពីពុទ្ធទំនីដែរទោះបីជាគេបានដឹងតិចក្តីច្រើនក្តីទៅតាមការចងចាំឬដោយបានឮគេនិយាយប្រាប់ឬដោយសារបានអានសៀវភៅអំពីពុទ្ធទំនីដែលបានធ្លាក់មកដល់ដៃគេនោះតែម្ដងរហូតមកដល់ពេលបច្ចុប្បន្ននេះគេនៅក៏មិនទាន់បានដឹងឲ្យប្រកាសទេថាតើពុទ្ធទំនីនោះគឺជាទំនីដែលចេញអំពីព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនោះមែនឬមួយយ៉ាងណាគេហាក់ដូចជាពុំមានភ័ស្តុតាងឯណាដែលអះអាងថាព្រះសម្មាសម្ពុទ្ធបានធ្វើការទូទាយនេះនៅក្នុងគម្ពីរពេត្រៃបិដកឬនៅក្នុងជាដកណាមួយឡើយយោងតាមសេចក្តីដូចមានចរិតនៅក្នុងពុទ្ធទំនីទាំងអស់គេអាចសង្កេតឃើញថាការទូទាយមានលក្ខណៈជាទូទៅខ្លះដែរប៉ុន្តែមានការកត់សម្គាល់ពិសេសមួយដែលថាទំនីទាំងអស់នោះច្រើននិយាយសម្ដៅទៅលើប្រទេសកម្ពុជាយើងនេះតែម្ដងដែលហៅប្រទេសយើងតាមឈ្មោះពីដើមថានគរគោកធ្លកជាហេតុញ៉ាំងឲ្យអ្នកអានខ្លះយល់ថាព្រះសម្មាសម្ពុទ្ធទ្រង់ធ្លាប់យាងមកកាន់ប្រទេសកម្ពុជា